Hello សួស្តីអ្នកសូមស្វាគមន៍មកកាន់ការសង្ខេបសាច់រឿងវនភាគរបស់ខ្ញុំម្ដងទៀតហើយនៅពេលនេះដែរយើងមកធ្វើការតសាច់រឿងវនភាគរបស់យើងនៅក្នុងភាគទី1146ដោយភាគនេះគឺយូរខ្លាំងមែនទែនក្រោយពីរងចាំអស់ចិត្ត10ថ្ងៃឥឡូវគឺចេញហើយតើនៅក្នុងភាគនេះវាល្អមកប៉ុណ្ណាមានតែចូលទស្សនាវីដេអូរបស់ខ្ញុំទាំងអស់គ្នាមុនចូលដល់វីដេអូសម្រាប់បងណាដែលមកថ្មីកុំភ្លេចណាជួយចុច Subscribe ក៏ដូចជា Like វីដេអូរបស់ខ្ញុំម្នាក់មួយប៉ោតើយើងចូលវីដេអូរបស់យើងទាំងអស់គ្នា Let's go យើងតវិភាគមុនត្រង់កន្លែងដែលរមៀននឹងហក់មកវាបហា Luffy រួមនឹងយកទាំងពីរផងដែរក៏ប៉ុន្តែយកទាំងពីរក៏បានយកខែរបស់គាត់មករងបន្ទាប់ពីបានប៉ះដៃគ្នាយើងឃើញថាតារមៀននឹងគឺមិនអាចរុញឈ្នះយកទាំងពីរបាននោះទេបន្ទាប់មកយកទាំងពីរក៏បានប្រើជាមួយនឹង idea ថ្មីទៅមានគំនិតថ្មីយកទាំងពីរនឹងក៏បានរួមដៃគ្នាប្រើជាមួយនឹងក្បាច់រួមគ្នាគឺមានឈ្មោះថា Ski Pad គឺបានរុញតាចាស់នឹងក៏បានប៉ើងស្ទួយនិយាយរួមទៅគឺលំប៉ើងស្ទួយបរោយតាចាស់នឹងក៏មានឈ្មោះថាដោយសារតែខ្ញុំបានផ្លេចឈ្មោះតានឹងឥឡូវខ្ញុំរំលឹកឈ្មោះតានឹងម្ដងទៀតដោយឈ្មោះតានឹងមានឈ្មោះថា Valkyrie អ្នកនេះចាំផងតិចទៀតខ្ញុំផ្លេចវិញឥឡូវនេះយើងក៏លេមកខាងយកវិញកំពុងតែស្រែកយំខ្លាំងមែនទែនក៏ប៉ុន្តែភ្លាមហ្នឹងគេក៏បានភ្ញាក់ផ្អើលជាមួយនឹងអ្វីមិនដឹងទេយើងឃើញថាគឺកញ្ញាំធ្វើអ្នកនេះពិតជាភ្ញាក់ផ្អើលខ្លាំងមែនទែនយល់ទៅគឺភ័យនឹងឯងបើយើងក៏លេមកខាងនេះវិញគូម៉ាក៏ត្រូវបានយ៉ាក់មួយបានយក3គឺ3រត់នឹងឯងរួមទាំងបូននេះកូនស្រីរបស់គូម៉ាផងដែរយើងទៅ3រត់ត្រយម្ដងតពីពួកគេរត់ដល់ជិតមុខទូពួកគេក៏បានឃើញចំនួនម៉ារីន3នាក់គឺចូលចាំស្វាគមន៍ពួកគេនឹងឯងដោយពួកគេទាំង3នាក់ក៏បាននិយាយថាពួកគេគឺមិនអនុញ្ញាតឲ្យបូននេះគឺឡើងលើទូកទេយើងកើតមកកាន់សានជីវិញកំពុងតែរត់លឿនខ្លាំងតែមែនទែនហើយសានជីក៏មានអារម្មណ៍ថាដូចជាមានរឿងចម្លែកកើតឡើងទៅរឿងអាក្រក់កើតឡើងបើយើងលេងខាងនេះវិញយើងឃើញថាគឺមានដើមឈើគឺឆេះខ្លាំងសន្ធោសន្ធើពេញទៅនឹងឯងហើយភ្លាមនេះយើងក៏បានឃើញថាគឺមានដៃវិណាគេគឺដកដាវចេញពីស្រោមកាប់ទៅកាន់មនុស្សយន្ត Pacifista គឺដាច់ពេញទៅនឹងឯងធ្វើឲ្យពួក Marine ក៏បានមានការភ្ញាក់ផ្អើលខ្លាំងតែមែនតែដោយតានឹងគឺតាចាស់កាន់ដាវមានជើង4ដូចជាសេះនឹងឯងយើងឃើញថាលើបឿនរបស់គាត់កាប់ទៅកាន់ Pacifista មនុស្សយន្តនឹងគឺលឿនខ្លាំងតែមែនតែដោយមនុស្សយន្តក្លូនដូចជាគូម៉ានឹងគឺមិនអាចទប់ទល់បានទេយល់ទៅគឺវាប្រហាទៅកាន់តានឹងគឺមិនតន់ទេគឺដាច់ខ្ទេចខ្ទីតែម្ដងហើយតាចានឹងក៏បានប្រើលឿនលឿនរបស់គាត់គឺកាប់មនុស្សយន្ត Pacifista នៅលើកោះនឹងគឺអស់លេងបាត់ហើយទៅលឿនមែនតើយើងឃើញថាមានមនុស្សយន្ត Pacifista ជាច្រើនគឺបានដេកដួលនឹងដីនឹងរណូលពេញទៅនឹងហើយពួក Marine ក៏បានដាក់ចដាឆ្លងពីទូរបស់គេទៅលើកោះហ្នឹងឥឡូវនេះយើងមិនដឹងឈ្មោះតានឹងទាំងអស់នេះដោយសារតែខ្ញុំបានភ្លេចហើយឥឡូវយើងមកលឹកឈ្មោះតានឹងមួយដោយតាចានឹងមានឈ្មោះថា Nashiro មានរូបរាងដូចជាសេះហើយមានលបឿនលឿនហ្នឹងអ្នកឲ្យជួយចាំឈ្មោះផងយើងកាន់មកខាង Luffy វិញកំពុងតែរត់នឹងឯងហើយពួក Marine ក៏បាននិយាយថាកុំអនុញ្ញាតឲ្យ Emperor Luffy រត់គេចខ្លួនឲ្យបានសោះឥឡូវនេះយើងកាន់មើលខាង Bonnie កំពុងតែប្រឈមមុខជាមួយនឹង Marine ទាំង3នឹងឯងដោយពួកគេទាំងអស់នេះក៏បាននិយាយថាពួកគេគឺមិនអនុញ្ញាតឲ្យ Bonnie គឺទៅណាឆ្ងាយនោះទេឥឡូវនេះយើងលេងមើលខាងតាចាស់ Nachiro វិញកំពុងតែរត់ម្ដាយក៏បាននិយាយថាគាត់មិនជឿថាក្មេងស្រីទូចនឹងមានធម៌ពលឲ្យបំផ្លាញប្រទេសបាននោះទេតើដុកទ័រវេកផាំងបានខ្វល់អ្វីយើងខ្លះអូយបន្ទាប់មកគាត់បានរត់លឿនកន្លែងនេះគេបាននិយាយថាការគម្រាមកំហែងចិត្តមកដល់ Stussy ជាមួយនឹង Edison ក៏បានដោះស្រាយបញ្ហាទាំងហ្នឹងយើងលេងមើលខាងនេះវិញយើងឃើញថាគឺមានរយៈពី3 4 5 6កំពុងតែបញ្ញារត់ចេញបញ្ញាទៅទុកគឺច្រើនអ្នកខ្លាំងតែមែនតែនហើយកំភ្លើងធំក៏បានផ្លើងចេញពីទុកមកកាន់លើកោះហ្នឹងគឺជាច្រើនក្របខ្លាំងតែមែនតែនហើយពួកគេក៏បាននិយាយថាគឺមិនអនុញ្ញាតឲ្យពីណាគេហ្នឹងគឺរត់ចេញពីកោះហ្នឹងបាននោះទេដល់ឥឡូវ Bonnie ជាមួយនឹង Marine កំពុងតែប្រឈមមុខដាក់គ្នាហើយបន្ទាប់មក Frankie ក៏បានសួរទៅកាន់ពួកគេថាវ៉ូតើពួកឯងហ្នឹងគឺចង់ធ្វើអីគេហើយយើងឃើញថា Marine ក៏បានដូចជាចលេហ្នឹងក៏បានហក់ទៅវាយជាមួយនឹង Frankie ហើយយើងឃើញថា Frankie ក៏មករងចាំយូរក៏បានរត់ទៅវាយគ្នានឹងឯងនិយាយរួមទៅពួកគេក៏បាននិយាយឌឺខ្លាំងមែនទែនដោយ Marine ក៏បាននិយាយថាយើងមិនអនុញ្ញាតឲ្យឯងរត់ទៅណាទេ Frankie ក៏បាននិយាយថាចេញផ្លូវយើងមួយបន្ទាប់មកពួកគេទាំងពីរនេះក៏បានប៉ះដៃគ្នានឹងឯងយល់ទៅគឺមួយស្មើយើងឃើញថា Marine នឹងគឺមិនអាចទប់ទល់ជាមួយនឹង Frankie បាននោះទេមួយដៃរបស់ Frankie ធ្វើឲ្យ Marine នឹងគឺកប់ដីទៅក្រោមបាត់ទៅហើយបន្ទាប់មកយើងឃើញថា Marine មួយទៀតក៏បានរត់ពីប្រហាទៅកាន់ Bonnie ហើយ Bonnie ក៏បានប្រាប់ទៅកាន់ Jet នឹងថាឲ្យជួយមើលប៉ារបស់នាងផងបន្ទាប់មកនាងក៏បានហក់មកពីប្រហាជាមួយនឹង Marine នឹងឯង Sorry ទៅកាន់អ្នកទាំងអស់គ្នាផងដែលថាខ្ញុំមកស្គាល់អស់លោកនឹងទេយើងឃើញថាតានឹងក៏បានវាប្រហាទៅកាន់ Bonnie ក៏ប៉ុន្តែ Bonnie ក៏បានប្រាយជាមួយថាពររបស់នាងក៏បានវាប្រហាទៅកាន់តានឹងធ្វើឲ្យតានឹងបន្ទាប់ពីស៊ីមកបានដែររបស់ Bonnie ខ្ល้ายទៅជា baby ទូចបាត់ទៅហើយបន្ទាប់ពីខ្ល้ายទៅជា baby ទូចតានឹងក៏បានសុំវល់ទៅកាន់ Bonnie ថាកុំឲ្យនាងវាយក៏ប៉ុន្តែ no អាបើបន្ទាប់មក Bonnie ក៏បានដាក់តា Marine នឹងមកជើងកណ្ដាលមកគេទៅបាក់ថ្មិញខ្ទេចពេញទៅនឹងឯងបាយឈាមទៀតណាហើយប៉ុណ្ណឹងក៏មិនតន់អស់ដែរ Bonnie ក៏បានស្ទើរការវាយតានឹងបន្ថែមទៀតនៅប្រហែលដៃហើយយើងឃើញតាចាំម្នាក់នេះក៏មកឆ្លេឆ្លាបន្ទាប់មកយើងឃើញថា Stella ក៏បានប្រើជាមួយនឹងថោពល Ultra របស់នាងគឺវាហាទៅកាន់តានឹងឯងយើងឃើញថាម្ដាយរបស់ Stella ធ្វើឲ្យតានឹងក៏បានប៉ើងស្ទួយហើយ Bonnie ក៏បានសួរទៅកាន់ Stella ថាតើ Luffy នៅឯណាហើយអ្នកផ្សេងទៀតគឺនៅឯណាពីច្រឡំមែនគឺ Stella សួរទៅកាន់ Bonnie ហើយ Bonnie ក៏បាននិយាយថាពួកគេទាំងអស់គ្នាគឺអត់តមកដល់នឹងនោះទេយើងឃើញថាពួកគេទាំងអស់គ្នាគឺនៅតែប្រឈមមុខដាក់គ្នានឹងឯងថៃទៀតគឺដាក់គ្នាប្រោទៀតនឹងឯងយើងកាន់មកខាង Labo Fast វិញយើងឃើញថាយកកំពុងតែយំភ័យខ្លាចខ្លាំងតែមែនតែនដោយនេះក៏បានស្រែកប្រាប់ទៅកាន់តានឹងថាកុំ
ុំស៊ីនាងអីទៅឆ្ងាយទៅនាងគឺគ្មានរសជាតិឆ្ងាញ់អ្វីនោះទេហើយនាងនៅតែបន្តស្រ័យសុំវល់ទៅកាន់តានឹងថាកុំស៊ីនាងអីយល់ទៅគឺយំខ្លាក់ពេញទៅនឹងឯងហើយភ្លាមនឹងតាចាស់នឹងក៏បានប្រើជាមួយនឹងថាមពលរបស់គាត់ដើម្បីបំបីចង្វាក់ដែលជាប់ដៃទៅកាន់យកធ្វើឲ្យយកនឹងឥឡូវគឺមានការ happy បន្តិចបន្តួចផងដែរតែប៉ុន្តែតាចាស់នឹងក៏បានមកសួរយកថាតើកន្លែងណាដែលផ្ទុកជាមួយនឹងព័ត៌មានសំខាន់របស់ Dr. វេកផាំងហើយនាងក៏ជាវេកផាំងផងដែរអញ្ចឹងហើយនាងក៏ប្រហែលជាដឹងនឹងឯងហើយយកក៏បាននិយាយថាកុំប្រាប់ណាថាអ្នកគឺជាតាចាស់ទាំង5នឹងឯងហើយបន្តមកតានឹងក៏បានពំយកយល់ទៅប្រហែលជានាំយកនឹងទៅរកកន្លែងអាកំបាំងរបស់តាចាស់ច្រឡំគឺ Dr. វេកផាំងនឹងឯងឥឡូវនេះយើងកាត់មកកន្លែងនេះមានដូចទូរទស្សន៍នឹងឯងសរសៃតែកន្លែង Dr. វេកផាំងនឹងឯងហើយនៅក្នុងទូរទស្សន៍នោះគេក៏បានបញ្ចាំងជាមួយនឹងរូប Dr. វេកផាំងរួមនឹងមនុស្ស2 3នាក់ទៀតយើងកាត់មកខាងតាចាស់ដូចជាសេកនេះរួមទាំងយកឥឡូវនេះយើងមករំលឹកឈ្មោះតានឹងមានឈ្មោះថា Marcus Mas ដល់ឥឡូវក៏បានមកដល់ទីតាំងហើយជាមួយនឹងយកតា Max ក៏បានសួរទៅកាន់យកថាតានាងគឺច្បាស់ប្រកបអត់ថាវានៅទៅនឹងហើយយកក៏បានប្រាប់ទៅកាន់តានឹងថាខ្ញុំច្បាស់ណាស់គឺនៅនឹងឯងហើយភ្លាមនឹងណាតា Max ក៏បានប្រើជាមួយនឹងធម្មពលរបស់គាត់គឺព្រុសជាមួយនឹងភ្លើងបញ្ចេញពីមាត់របស់គាត់គឺបាញ់វាប្រហារទៅកាន់បន្ទប់នឹងគឺខ្ទេចទាំងអស់ធ្វើឲ្យក្មេងស្រីយកពិតជាមានការភ្ញាក់ផ្អើលខ្លាំងមែនទែនលេចមើលទៅក្រោយទៅឃើញឃើញថាគឺបន្ទប់នឹងគឺខ្ទេចអស់បាត់ទៅហើយតទៅពីឃើញបែបហ្នឹងហើយធ្វើឲ្យយកគឺមិនពេញចិត្តជាមួយនឹងតា Max នឹងជាខ្លាំងហើយយកជាមួយនឹងតា Max នឹងក៏បាននិយាយគ្នាគឺច្រើនខ្លាំងតែមែនតែមិនដឹងស្អីតស្អីខ្លះនោះទេនិយាយអំពីកន្លែងបំផ្លាញបន្ទីពិសោធន៍អីខ្ទេចខ្ទីរបស់ Dr. វេកផាំងទៅបំផ្លាញចោលទាំងអស់ឲ្យតាក់ទងជាមួយនឹងអាកំបាំងរបស់ Dr. វេកផាំងនិយាយចង់និយាយឡើងពួកគេគឺរកដំណោះស្រាយមិនឃើញទេភ្លាមនឹងយកក៏បានគិតថាវាប្រហែលជានៅនឹងជាមួយនឹងខ្យងបញ្ជូនសម្លេងទេដឹងកន្លែងទាំងខ្ញុំសូមសង្ខេបឲ្យខ្លីសោះដោយសារតែពួកគេក៏បានដឹងហើយថាអាកំបាំងនឹងវានៅតាមរយៈខ្យងបញ្ជូនសម្លេងដូច្នេះហើយពួកគេទាំងពីរហ្នឹងក៏បានចេញដំណើរប្រហែលចេញដំណើរទៅរកអាខ្យងនឹងឯងមិនដឹងវានៅកន្លែងណាទេឥឡូវនេះយើងកាត់មកកាន់ស្ទូស៊ីជាមួយណាប៉ែចមកស្រួយវិញពួកគេកំពុងតែនិយាយគ្នាពេញទៅនឹងឯងដោយមុននឹងយើងក៏បានឃើញថាគឺតានឹងក៏បានមកយកជាមួយនឹងយកឥឡូវនេះស្ទូស៊ីពេញមានអារម្មណ៍ថាធូរស្រាលខ្លាំងមែនទែនបន្ទាប់ពីឃើញតានឹងគឺទៅបាត់ដោយកន្លែងហ្នឹងគេបាននិយាយគ្នាច្រើនមែនទែនសរុបឲ្យខ្លីមកស្ទូស៊ីក៏បាននិយាយថានឹងមាននរណាម្នាក់ហ្នឹងគឺមកជួយសង្គ្រោះពួកយើងគឺចេញពីកន្លែងនេះនៅចុងបញ្ចប់នៃ mission ឥឡូវនេះខ្ញុំកាត់មកខាងណាមេវិញកំពុងតែនិយាយជាមួយនឹង robot មួយតាក់ទងជាមួយនឹងការរត់គេចខ្លួនចេញពីកន្លែងហ្នឹងដោយនៅជុំវិញហ្នឹងគឺមានបារាការពារមិនឲ្យពីណាគេហ្នឹងគឺចេញតាណាបាននោះទេហើយពួកគេក៏បាននិយាយនេះគឺច្រើនមែនតើអូសក៏បានប្រាប់ទៅកាន់ណាមេថាជីនបេជាមួយនឹងចិត្តម្ដងកន្លែងហ្នឹងហើយហើយ robot ទួយហ្នឹងក៏បាននិយាយប្រាប់ទៅកាន់អ្នកទាំងអស់គ្នាថាខ្ញុំនឹងជួយសង្គ្រោះទុករបស់អ្នករួមទាំងអ្នកហ្នឹងគឺទៅដល់ក្នុងទឹកយ៉ាងមានសុវត្ថិភាពទុកចិត្តដល់ខ្ញុំចុះយើងឃើញថា robot ទួយហ្នឹងក៏បានបន្ថយជីវិតដើម្បីហោះទៅបុកជាមួយនឹងបារាដើម្បីធ្វើឲ្យពួកគេទាំងអស់គ្នាហ្នឹងគឺអាចចេញពីកន្លែងហ្នឹងបានយើងឃើញថា robot ហ្នឹងក៏បានហោះទៅក្រោមបុកជាមួយនឹងបារាផ្ទុះតាមយើងមិនដឹងថាបារាហ្នឹងគឺបាយអត់ទេយើងឃើញថាម្នាក់ស្រីនេះក៏បានយំខ្លាំងមែនតើម្នាក់ស្រីនេះក៏មានឈ្មោះថា Lin នឹងឯងខ្ញុំភ្លេចឈ្មោះនាងបាត់ទៅហើយនាងក៏បានយំស្រែកខ្លាំងតែមែនតើហើយផាតទី1នៅក្នុងសាច់រឿង One Piece Episode ទី1146របស់យើងគឺមានប៉ុណ្្នឹងសិនយើងនឹងជួបគ្នានៅពេលបន្តិចទៀតនេះខ្ញុំធ្វើហើយខ្ញុំនឹងអាប់ឡូតភ្លាមៗដោយសារតែវែងពេកទូរស័ព្ទរបស់ខ្ញុំគឺវាអត់រួចអញ្ចឹងទៅមានធ្វើមួយកណាត់សិនហើយក៏ sorry ទៅកាន់អ្នកទាំងអស់គ្នាផងសម្រាប់ការកាត់សាច់រឿងចេញខ្លះដោយសារតែអង់គ្លេសរបស់ខ្ញុំគឺវា level pro ពេកអញ្ចឹងទៅវាយ៉ាប់ទៅមានតែកាត់ខ្លះសង្ខេបយកលឿន